ក្នុងថ្ងៃនេះខ្ញុំកណ្ដាលសម្បត្តិនឹងសម្ដែងបន្តពុទ្ធកិច្ច45រវសាទៀតក្នុងខ្សែអត្ថមុននោះ333ក៏បានសម្ដែងខ្លះហើយកាលដែលព្រះអង្គទ្រង់គង់នៅក្នុងព្រៃបាលីល័យក្នុងដងព្រៃរក្ខតសន្ធៈនឹងដែលក្នុងវស្សានោះវស្សាទី10នោះទៀតមានដំរីនឹងឯងគាត់បំរើហើយព្រះអនន្តក៏បាននាំភិក្ខុជាច្រើនរយអង្គចូលគាល់ព្រះដែលមានពុភាទូចទៅព្រះអង្គក៏ទ្រង់បានសម្ដែងព្រះធម៌ប្រទានជាឱវាទដល់ភិក្ខុដែលបាននិមន្តទៅនោះឲ្យបានសម្រេចនៅព្រះអរហន្តគ្រប់ព្រះអង្គចឹងទាំង500អង្គនោះណាតាមឧបនិស្ស័យដែលលោកមានដូចទៅព្រះអនន្តក៏បានទូលព្រះដែលមានប្រភាថាបបិទ្ធព្រះអង្គដ៏ចម្រើនអរិយសាវកនៅឯក្រុងសាវត្ថីមានអនាថបិណ្ឌកសិទ្ធិឧបាសិកាវិសាខាជាដើមបានផ្ញើដំណឹងមកឲ្យដល់ខ្ញុំព្រះអង្គនេះសម្ដែងព្រះដែលមានពុភាដល់ពួកគេពួកគេទាំងអស់នោះមានការនឹករលឹកដល់ព្រះសាស្តាក្រៃលែងណាស់បបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទ្រង់ស្ដេចយាងទៅកាន់ក្រុងសាវត្ថីដើម្បីអនុគ្រោះដល់ពពួកជនច្រើនដើម្បីជាប្រយោជន៍ដើម្បីជាសេចក្តីសុខដល់មនុស្សនិងទេវតាទាំងឡាយព្រះដែលមានពុភាព្រះអង្គទ្រង់ត្រាស់ថាអនន្តបើអញ្ចឹងអ្នកចូលយកបាតនិងចីវរតថាគតចុះព្រះអនន្តក៏បានទទួលយកបាតនិងចីវររបស់ព្រះដែលមានពុភាហើយក៏បានព្រះដែលមានពុភាព្រះអង្គទ្រង់ស្ដេចយាងពុទ្ធដំណើរចេញចាកពីទីកន្លែងនោះមួយលើដោយភិក្ខុសង្ឃចេញបានមកតែបន្តិចតម្រៃបាលីល័យក៏បានទៅឈរពាំងផ្លូវព្រះដែលមានពុភាភិក្ខុក៏ទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដែលចម្រើនតើបំណងរបស់ដំរីនឹងយ៉ាងណាព្រះអង្គក៏ទ្រង់ត្រាស់ថាមនាភិក្ខុទាំងឡាយដំរីនេះគេគិតថាមិនតន់ដើម្បីឲ្យព្រះដែលមានពុភានិងភិក្ខុសង្ឃនិមន្តចេញទៅទេគេមានបំណងនឹងប្រគេននៅផ្លែឈើជាចង្ហាន់សិនមនាភិក្ខុទាំងឡាយបាលីល័យកៈនេះជាដំរីដែលឆ្លាតឆ្លៀសហើយបានបម្រើតថាគតអស់រាត្រីដល់យូរដែលតថាគតបាននៅទីនេះដូច្នេះអ្នកទាំងឡាយកុំជំទាស់នឹងបំណងរបស់ស្ដេចសត្វនេះអីចឹងរងចាំឱកាសពេលវេលាដ៏សមគួរសុំទៅចុះរួចទៅក៏និមន្តត្រឡប់មករងចាំពេលវេលាដល់ទៅថ្ងៃស្អែកណាទៀតគង់នៅមួយយប់ទៀតទៅហ្នឹងដំរីក៏បានទៅប្រមូលផ្លែឈើមានជែកមានខ្នុរណាមានទុំមកគោស្អែកឡើងភិក្ខុ500អង្គរួមទាំងព្រះអនន្តព្រះដែលមានពុភាទ្រង់សោយទ្រង់ឆាន់អត់អស់តែឈើដំរីហ្នឹងណាដំរីបានប្រគេនទៅឆាន់អត់អស់ទេណាហ្នឹងរួចទៅក៏បាននិមន្តចេញមកចឹងទៅដំរីក៏បានជូនដំណើរដល់កន្លែងដ៏សំគួរហ្នឹងដំរីទៅពាំងព្រះដែលមានពុភាទៅពាំងទៀតភិក្ខុក៏ទូលសួរព្រះអង្គបបិទ្ធព្រះអង្គដ៏ចម្រើនតើបំណងដំរីហ្នឹងគិតយ៉ាងណាមនាភិក្ខុទាំងឡាយស្ដេចដំរីនេះគិតឲ្យភិក្ខុទាំងឡាយនិមន្តទៅចុះតែមិនឲ្យតថាគតទៅទេចង់ឲ្យតថាគតនៅបន្តទៀតបានព្រះដែលមានភាពព្រះអង្គទ្រង់ត្រាស់ទៅកាន់ដំរីថាមនាបាលីល័យកៈតថាគតធ្វើដំណើរទៅលើកនេះគឺមិនបានវិលត្រឡប់មកវិញទេ
ហើយតថាគតត្រូវទៅលើកនេះឯងណែមនាលដំរីឈានក្តីវិបស្សនាក្តីមគ្គផលក្តីមិនអាចបានសម្រេចដល់អ្នកក្នុងជាតិនេះឡើយដូច្នេះតថាគតនឹងត្រូវទៅក្នុងពេលឥឡូវនេះពេលនោះដំរីស្ដាប់បានយកប្រម៉ោយលោកក្នុងមាត់ស្រែកហើយយំហូរទឹកភ្នែកព្រះរាមាភិក្ខនឹងភិក្ខុសង្ឃក៏ទ្រង់ស្ដេចយាងនិមន្តចេញទៅដល់ទីកោចររបស់អ្នកស្រុកព្រះអង្គក៏ខត់មនាលដំរីអ្នកមិនអាចធ្វើដំណើរទៅទៀតបានទេអ្នកជូនដំណើរតថាគតត្រឹមប៉ុណ្ណឹងចុះព្រោះទីកន្លែងតទៅនឹងមានអន្តរាយដល់អ្នកព្រះអង្គក៏ទ្រង់ស្ដេចយាងទៅដំរីនោះនៅឈរយំសម្លឹងព្រះរាមាភិក្ខផុតកតុយភ្នែករកមើលព្រះរាមាភិក្ខមិនឃើញក៏បែកទ្រូងស្លាប់ទៅណាស្លាប់នៅពេលហ្នឹងទៅណាបំណងដំរីនឹងចង់ខាត់ព្រះអង្គឲ្យគង់នៅមួយអង្គទៀតមួយអង្គព្រះអង្គហ្នឹងណាព្រះសម្មាសម្ពុទ្ធហ្នឹងចង់នៅបម្រើព្រះអង្គរហូតអស់ជីវិតគេគិតអញ្ចឹងណាព្រះរាមាភិក្ខព្រះអង្គទ្រង់ជ្រាបនោះឥឡូវព្រះអង្គអត់នៅទ្រង់ស្ដេចយាងទៅថែមទាំងត្រាស់ថាមិនវិលត្រឡប់មកវិញទៀតនោះវាចំបែងក្នុងចិត្តក៏ស្លាប់ទៅក៏កើតជាទេវបុត្រនៅក្នុងឋានតាវតឹងមានទេពអប្សរ1000នឹង1000ដូចស្វាដែរណាប៉ុន្តែបានបន់ច្រើនណាទៅតាមដំណើររឿងហ្នឹងស្វាគ្រាន់តែប្រគេនទៅឃ្មុំព្រះអង្គហើយដំរីបានបម្រើសពគ្រប់កិច្ចការងារច្រើនណាស់ព្រោះជាឧបនិស្ស័យនៃព្រះបរមពោធិសត្វណាទៀតដំរីបារិល័យហ្នឹងណានៅក្នុងអនាគតវង្សហ្នឹងបានសម្ដែងដំរីបារិល័យកៈនេះជាព្រះពោធិសត្វក្នុងអនាគតវង្សហ្នឹងគឺព្រះអង្គសម្ដែងប្រាប់ព្រះសិរីបុត្រគឺក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកកសន្ធោដំរីបារិល័យកៈហ្នឹងកើតជាស្ដេចចក្រចឹងទ្រង់តែនាមថាមហាបនិត្តៈនឹងក្នុងការនោះបានចាត់ចែងឲ្យមានអ្នកដតីនឹងឯងស្វែងរករតនៈផ្សេងទៅក្នុងការនោះអ្នកដែលទៅស្វែងរករតនៈផ្សេងតាមកម្លាំងរិទ្ធហ្នឹងក៏បានជួបនឹងព្រះសម្មាសម្ពុទ្ធហើយក៏បាននាំដំណឹងហ្នឹងមកក្រាបទូលដល់ព្រះចៅចក្រពត្តិហ្នឹងចៅចក្រពត្តិហ្នឹងជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធណាបានឮដំណឹងដូច្នេះក៏ប្រគល់នៅសម្បត្តិចក្រនឹងឯងឲ្យដល់អ្នកដែលបានមកប្រាប់ដំណឹងនោះរួចបានធ្វើដំណើរទៅក្នុងការដែលធ្វើដំណើរទៅនោះមានបំណងចង់បួសជាសាវករបស់ព្រះសម្មាសម្ពុទ្ធណាមិនទាន់តែបានទៅជួបព្រះអង្គផងក្រោមដើមឈើមួយដើមហ្នឹងអធិដ្ឋានបើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកមែនសូមឲ្យមានអដ្ឋបរិខាទាំង8ហ្នឹងប្រកបដល់ខ្ញុំព្រះអង្គក្នុងពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបពីការគិតរបស់មហាបនិត្តៈដែលជាព្រះបរមពុរិស័ទនោះព្រះអង្គក៏បានសម្ដែងពុទ្ធានុភាពទៀតណាឲ្យមានបរិខាទាំង8ហ្នឹងមកប្រកាសចំពោះព្រះពោធិសត្វនោះពោធិសត្វជ្រះថ្លាដល់ក្រៃលែងស្ញប់ស្ញែងនឹងពុទ្ធានុភាពដឹងថានេះគឺជាអនុភាពរបស់ព្រះសម្មាសម្ពុទ្ធហើយក៏បានត្រួតត្រងនៅត្រៃចីវរនឹងឯងត្រួតត្រងនៅបរិខារបស់សាមណៈក្នុងពេលនោះរួចបាននិមន្តបិណ្ឌបាតណាតាំងចិត្តថាបួសឧទ្ទិសចំពោះព្រះរាស្តាមុនបិណ្ឌបាតបានចង្ហាន់ចឹងទៅហើយមានការចម្រើនព្រោះបាននាំបានអ្នកដែលទៅនាំ
នៅរតនវត្ថុនោះបានជួបនឹងព្រះពុទ្ធនោះបាននាំយកឱវាទរបស់ព្រះអង្គមកដែលព្រះអង្គទ្រង់ប្រទានអំពីគុណរបស់ព្រះពុទ្ធហើយទ្រង់ប្រទាននៅអារម្មណ៍កម្មដ្ឋានពុទ្ធនោះបាននាំយកឱវាទរបស់ព្រះអង្គមកដែលព្រះអង្គទ្រង់ប្រទានអំពីគុណរបស់ព្រះពុទ្ធហើយទ្រង់ប្រទាននៅអារម្មណ៍កម្មដ្ឋានផ្សេងហ្នឹងដែលព្រះរាជានឹងបានជ្រាបច្បាស់ថាព្រះពុទ្ធបានត្រាស់មែនហើយរៀននៅព្រះពុទ្ធវចនៈហ្នឹងនៅពេលនិមន្តបិណ្ឌបាតហ្នឹងរួចទៅក៏ព្យាយាមបានសម្រេចឈានទៀតបានសម្រេចឈានរួចទៅបានដល់ទៅអភិញ្ញាទៀតណោះបានហោះមកជួបព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់កកសន្ធោទៀតនៅក្នុងផតកប្បហ្នឹងព្រះសម្មាសម្ពុទ្ធទី1ក្នុងផតកប្បហ្នឹងបានស្ដាប់ព្រះធម៌ហើយនៅក្នុងសេចក្តីនៃអនាគតពុទ្ធវង្សហ្នឹងបានបូជាជីវិតថ្វាយដល់ព្រះធម៌ទៀតផងណាហ្នឹងហើយជាឧបនិស្ស័យនៃព្រះបរមពុរិស័ទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ជាកថានឹងបានជាព្រះសម្មាសម្ពុទ្ធក្នុងកប្បក្រោយនឹងឧបនិស្ស័យជាព្រះបរមពុរិស័ទមានមកអញ្ចឹងបានសំបីកើតជាតម្រៃបាលីល័យនឹងក៏ជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធព្រះសមណគោតមបរមគ្រូបំរើព្រះអង្គដូចតែយើងបានស្ដាប់មកនោះហ្នឹងរៀបរាប់អំពីព្រះសម្មាសម្ពុទ្ធមួយនៅដោយទីកកសង្ឃទ្រង់ស្ដេចយាងទៅកាន់វត្តចេតពុនទាំងណាព្រៃបារីឡៃហ្នឹងគឺនៅរវាងផ្លូវពីនគរកោសំពីមកនគរសាវត្ថីទេណាដូច្នេះព្រះអង្គទ្រង់ស្ដេចយាងមកកាន់នគរសាវត្ថីចូលទៅកាន់វត្តចេតពុនហ្នឹងក៏បានទទួលនៅសេចក្តីជ្រះថ្លាអំពីពុទ្ធបរិស័ទសពគ្រប់ក្នុងកាលនោះភិក្ខុដែលឆ្លោះគ្នានៅឯនគរកោសំពីហ្នឹងក៏បានជ្រាបដំណឹងថាព្រះអង្គទ្រង់គង់នៅឯវត្តចេតពុនក៏នាំគ្នាទៅភិក្ខុដែលឆ្លោះគ្នាហ្នឹងបានដឹងខ្លួនហើយព្រមព្រៀងគ្នាហើយឆ្លោះគ្នាតទៅទៀតអត់ចង្ហាន់ឆាន់អញ្ចឹងឈប់ឆ្លោះនាំគ្នាទៅរកសូមខមាទោសគ្រាន់តែឮដំណឹងថាភិក្ខុក្រុមកោសំពីដែលឆ្លោះគ្នានឹងនិមន្តទៅព្រះជាប្របាទបសេនតិកោសលចាត់វិធានការខត់អត់ឲ្យភិក្ខុនឹងនិមន្តទៅគឺមិនត្រូវការឲ្យភិក្ខុដែលមិនស្ដាប់ឱវាទរបស់ព្រះសាស្តាបួសក្នុងសំណាក់ព្រះអង្គហើយមិនស្ដាប់ឱវាទព្រះអង្គមិនត្រូវការឲ្យភិក្ខុនឹងចូលក្នុងនគររបស់ខ្លួនទេហើយក៏បានទទួលព្រះរាជាក៏បានខត់ក៏បានទៅទូលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ខត់ព្រះរាជាណាខត់ព្រះរាជាថាកុំឲ្យរារាំងភិក្ខុទាំងអស់ឡើយព្រោះសិតតែជាភិក្ខុមានសិលគ្រាន់តែថាភិក្ខុទាំងអស់នោះជ្រុលជ្រោះក្នុងចំនួនហើយមិនស្ដាប់ពាក្យរបស់តថាគតក្នុងពេលនោះតែឥឡូវដឹងខ្លួនហើយមកសូមខមាទោសតថាគតព្រះរាជានឹងក៏បានចាត់ចែងឲ្យភិក្ខុនឹងនិមន្តតាមបំណងមកហើយពោះមុខមករវត្តចេតពុនអនាតបិណ្ឌចាត់វិធានការខត់ទៀតអត់ឲ្យចូលក្នុងវត្តទេឬដល់ភិក្ខុឆ្លោះគ្នាអត់ឲ្យចូលក្នុងវត្តហើយបានទៅក្រាបទូលព្រះដែលមានពភាព្រះអង្គក៏ទ្រង់ត្រាស់នឹងអនាតបិណ្ឌថាកុំឲ្យខាត់ភិក្ខុអ្នកមានសិលឡើយលោកគ្រាន់តែឆ្លោះគ្នាទេតែក៏ជាភិក្ខុអ្នកមានសិលគ្រប់ព្រះអង្គនឹងក៏បាននិមន្តទៅពុទ្ធបរិស័ទនឹងញាតិញោមបាសកបាសិកានឹងទូលសួរព្រះដែលមានពភាព្រោះភិក្ខុដែលឆ្លោះគ្នាចង្អុលមុខលោកអល់លោកឯងបួសក្នុងសាសនាអត់ស្ដាប់បិតាព្រះសម្មាសម្ពុទ្ធចង្អុលមុខស្ដីបន្ទោសប្រសេកប្រសាចពេញតែវត្តហ្នឹងណាភិក្ខុទាំងអស់ហ្នឹងក៏អោនមុខសំយំចុះហើយក៏បានចូលទៅ
ក្រាបថ្វាយបង្គំព្រះដែលមានពភាសូមខមាទោសសូមខមាទោសណាសូមខមាទោសព្រះអង្គសពគ្រប់សូមឲ្យព្រះអង្គហ្នឹងអត់នៅទោសឲ្យតាមដែលខ្ញុំព្រះអង្គហ្នឹងជាបុគ្គលល្ងងខ្លៅជាបុគ្គលមិនឆ្លាតមិនឆ្លៀសនឹងសពគ្រប់ព្រះអង្គក៏ទ្រង់អត់នៅទោសនោះឲ្យហើយព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងធម្មនាភិក្ខុទាំងឡាយអ្នកទាំងឡាយដែលធ្វើនៅការបែកបាក់គ្នាក្នុងសំណាក់នៃសង្ឃយ៉ាងនេះព្រោះតែមិនស្ដាប់ពាក្យតថាគតនឹងព្រោះទៅព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងនៅបជាដកដោយដែលព្រះអង្គទ្រង់សម្ដែងហើយទៀតទាំងទីខីតិកោសលជាដកនោះព្រះអង្គសម្ដែងទៀតលើកមុនសម្ដែងច្រើនលើកហើយនៅក្នុងក្រុងកោសំពីហ្នឹងហើយឥឡូវនេះព្រះអង្គសម្ដែងទៀតក៏ជាការសម្ដែងរឿយដើម្បីជាការពិចារណាឲ្យដល់ពុទ្ធបរិស័ទទាំងឡាយនឹងឯងកុំឲ្យមានការចងពីវេរានឹងគ្នាព្រះអង្គទ្រង់ត្រាស់សម្ដែងនៅរឿងហ្នឹងទៀតហើយរឿងហ្នឹងមានពិស្ដារនៅក្នុងវិន័យបេងតកខ្មែរយើងភាគ8ទៀតណាហ្នឹងក្នុងមហាវគ្គណាអង្គមានសម្ដែងពីរឿងភិក្ខុក្រុងកោសំពីហ្នឹងរហូតដល់មានបជាដកហ្នឹងនៅក្នុងបេដកហ្នឹងមានវែងសេចក្តីនៃរឿងហ្នឹងគឺក្នុងកាលនោះមានព្រះរាជានៅក្នុងនគរពរាណសីក្នុងដែនកាសីព្រះរាជាហ្នឹងជាអ្នកមានណាមានសម្បូរទ្រព្យច្រើនសម្បត្តិនោះក៏ច្រើនពួកពលនឹងក៏ច្រើនសត្វពាហនៈនឹងក៏ច្រើនមានដែននគរនោះក៏ច្រើនជាចំណោះហើយនឹងមានចង្រុកមានឃ្លាំងនឹងពេញបរិបូរណ៍ដោយទ្រព្យសម្បត្តិហ្នឹងឯចំណែកព្រះរាជាទីខីតិក្នុងដែនកោសលគឺជាព្រះរាជាខ្សត់ខ្សោយមិនសម្បូរទេនៅទ្រព្យសម្បត្តិពួកពលពាហនៈដែននឹងទ្រព្យសម្បត្តិក្នុងឃ្លាំងក្នុងចង្រុកអីហ្នឹងមិនសម្បូរទេក្រោកខ្សត់ទេហើយក្នុងកាលនោះឯងគឺព្រះរាជាក្នុងនគរពរាណសីក្នុងដែនកាសីនោះក៏បានលើកតបដើម្បីមកច្បាំងជាមួយនឹងព្រះរាជាដែលខ្សត់ខ្សោយក្នុងដែនកោសលនេះដល់អញ្ចឹងព្រះរាជាក្នុងដែនកោសលហ្នឹងបានពិចារណាដឹងថាយើងជាស្ដេចខ្សត់ខ្សោយពួកពលអីតិចតួចហើយព្រះរាជាក្នុងនគរពរាណសីដែនកាសីហ្នឹងជាព្រះរាជាមានទ្រព្យសម្បត្តិច្រើនមានពួកពលពាហនៈច្រើនអញ្ចឹងព្រះរាជាក្នុងដែនកោសលជាបិតារបស់ព្រះបរមពុរិស័ទណាចឹងក៏ភៀសខ្លួនចេញអំពីនគរនាំអកម្មហេសីនេះចេញអំពីនគរទៅក៏ភៀសខ្លួនទៅអញ្ចឹងព្រះរាជានៅក្នុងនគរពរាណសីហ្នឹងក៏បានមករឹបអូសដណ្ដើមទ្រព្យសម្បត្តិពលពាហនៈជនបទទ្រព្យសម្បត្តិក្នុងជង្រុកក្នុងឃ្លាំងអីទាំងអស់រឹបអូសយកនគរយកដែនកោសលហ្នឹងទៅចំណែកព្រះរាជាក្នុងដែនកោសលនោះដែលព្រះនាមទីខីតិនោះណាទីខីតិកោសលនោះក៏បានភៀសខ្លួនចូលទៅនៅនឹងនគរពរាណសីនឹងដែរប៉ុន្តែនៅខាងជាចុងនគរនឹងផ្ទះស្មូនឆ្នាំងហើយតុបតែងខ្លួននឹងជាបរិពាជៈមិនឲ្យគេមើលស្គាល់ទេហ្នឹងហើយក៏បាននៅជាមួយនឹងស្មូនឆ្នាំងហ្នឹងទេធ្វើជាអ្នកកំសត់ក្នុងកាលនោះអកមហេសីហ្នឹងក៏បានទ្រង់គួរឡើងហ្នឹងនៅស្មូនឆ្នាំងហ្នឹងក៏មានគួរទៅគួរហ្នឹងក៏ចាស់បន្តិចទៅក៏ចាញ់គួរចាញ់ហ្នឹងគឺថាចង់ឃើញ
កងតបប្រកបទៅដោយអង្គ4សេនាប្រកបទៅដោយអង្គ4ហើយចង់សោយនៅទឹកលៀងប្រខណ្ឌបើបានទូលសេចក្តីនេះដល់ព្រះស្វាមីដល់ព្រះជាក៏បានអង្វរថាតើយើងនឹងទៅបានសេនាប្រកបដោយអង្គ4មកបើបានទូលសេចក្តីនេះដល់ព្រះស្វាមីដល់ព្រះជាក៏បានអង្វរថាតើយើងនឹងទៅបានសេនាប្រកបដោយអង្គ4មកពីណាបើយើងក្រខ្សត់យ៉ាងនេះនោះទៅបានទឹកលៀងប្រខណ្ឌឯណាដើម្បីមកសោយនឹងចឹងទៅហើយម៉ែស្រីក៏បានពោលថាព្រះអង្គហើយបើខ្ញុំមិនចាស់មិនបានឃើញនៅសេនាប្រកបដោយអង្គ4នឹងទឹកលៀងប្រខណ្ឌសោយទេប្រកាសជាស្លាប់ហើយប្រកាសជាអស់វិជនហើយព្រះរាជាក៏នឹករលឹកឃើញដល់បរោហិតដែលធ្លាប់ជាសម្លាញ់បរោហិតរបស់ព្រះរាជាក្នុងនគរពរាណសីណាទេដែលធ្លាប់ជាសម្លាញ់នឹងគ្នាពីមុនមកក៏បាននាំសេចក្តីនេះឯងទៅប្រាប់ដល់បរោហិតនោះហើយយ៉ាងណាក៏យ៉ាងនឹងទៅឥឡូវហ្នឹងបើមិនទៅទេបើមិនជួយទេម៉ែស្រីនឹងអស់វិជនក៏បានទៅជួបនឹងបរោហិតរបស់ព្រះរាជាដែលជាបច្ចាមិត្តនោះក៏ប៉ុន្តែបរោហិតហ្នឹងចិត្តល្អទេហ្នឹងចិត្តល្អនេះក៏ជាការសិក្សាពីរឿងចិត្តជាធម្មជាតិនឹងដែលយើងលំបាកដឹងណាស់ចិត្តរបស់មនុស្សណាទេនឹងអញ្ចឹងវាអាចមិត្តស្មោះត្រង់នឹងឯងមានការក្បត់ចិត្តគ្នាទៅតាមសភាពនៃចិត្តដែលវាមានការវិចិត្រទៅដោយសម្យុទ្ធធម៌និងវិចិត្រទៅដោយបច្ច័យផ្សេងវាអាចធ្វើឲ្យចិត្តនឹងឯងបដូរផ្លាស់ពីការស្មោះត្រង់ទៅជារឿងក្បត់គ្នាណាក៏ប៉ុន្តែវាអាចមានការស្មោះត្រង់ជាមួយនឹងមិត្តភក្តិសម្លាញ់អីចឹងដែរសភាពនៃចិត្តហ្នឹងគឺជានាមធម៌ដែលវិចិត្រទៅដោយបច្ច័យហើយគុណចាស់ញាតិញោមខ្ញុំកណាខ្ញុំបាទក៏មានចិត្តក្នុងជីវិតរាល់ថ្ងៃនឹងជាធម្មជាតិដែលមានការតាក់តែងទៅដោយបច្ច័យច្រើនយ៉ាងដោយអារម្មណ៍ដោយសម្យុទ្ធធម៌និងទៅដោយឧបនិស្សយបច្ច័យនឹងដែលអាចកើតឡើងទោះជាថាជាកុសលចិត្តក្តីជាអកុសលចិត្តក្តីនិងជាវិបាកចិត្តដែលមានការប្រព្រឹត្តទៅដោយការឃើញរូបឬសម្លេងធំក្លិនដឹងរសដឹងផុតភៈក្តីសភាពនៃចិត្តទាំងអស់នោះជាទីតាំងនៃសតិរលឹករឿយទេនឹងទាំងដែលជីវិតរស់នៅក៏ជាប់តាក់ទងនឹងចិត្តវិញ្ញាណនឹងដែរនឹងអត់មានជីវិតអីជាសត្វជាបុគ្គលជាតួខ្លួនយើងដើម្បីនឹងថាខ្លាំងក្លាមមតំដោយខ្លួនឯងទេវាជាប់ជំពាក់នឹងចិត្តវិញ្ញាណហ្នឹងបើចិត្តវិញ្ញាណហ្នឹងត្រូវរលត់បាត់អស់ទៅជីវិតន្ទ្រីហ្នឹងក៏ត្រូវរលត់ត្រូវដាច់ទៅជាមួយនឹងចិត្តវិញ្ញាណហ្នឹងដែរនឹងជាការសម្ដែងឲ្យឃើញថាវាអត់មានអីជាខ្លួនយើងផ្សេងអំពីចិត្តវិញ្ញាណដែលប្រព្រឹត្តទៅរាល់ថ្ងៃនេះទេដែលជាការរស់នោះនេះគឺជាការអប់រំចម្រើនបញ្ញាដើម្បីកាត់បន្ថយនៅលោភៈទោសៈមោហៈក្នុងជីវិតជាបណ្ដើទៀតជាបដិបទាប្រកបទៅជាក្នុងការលះកិលេសបើមិនយ៉ាងនេះទេគឺមិនអាចកាត់បន្ថយនៅលោភៈទោសៈមោហៈបានទេតែកាលណានៅមានសេចក្តីប្រកាន់ថាខ្លួនយើងនោះវាមានមែនទេអញ្ចឹងទៅវានៅកង្វល់ក្នុងរឿងវាចង់ឲ្យរឿងអ្វីៗតាមបំណងរបស់យើងដែលយើងគិតចង់ផងប្រាថ្នានឹងមកពីសម្គាល់ឃើញតែវាមានខ្លួនយើងអញ្ចឹងម្ល៉េះហើយវាជាបច្ច័យនាំឲ្យមានសេចក្តីកង្វល់នាំឲ្យមានការកើតទុក្ខហ្នឹងហើយវាដែលមានស្អីចេះតែសំតាមបំណងប្រាថ្នាយើងចង់ឲ្យកូនជាបើវាមិនជាយើងឈឺហើយបើយើងចិត្តតែចង់ឲ្យជាវាថែមមកសេចក្តីទុក្ខកង្វល់របស់យើងជាម៉ែឪហ្នឹងទៅមួយទៀតចង់ឲ្យរឿងនេះវាអញ្ចេះហើយវាចេះតែទៅតាមបំណងអីហ្នឹងឯណាអត់ទេអញ្ចឹងបានថារឿងសំខាន់ស្ទេបឋានវិបស្សនានេះត្រូវឲ្យឃើញសំបីនាមធម៌ដែលដឹងរឿងនោះវាមិនមែនជាតួខ្លួនយើងនេះឯងជា
បដិបទាជាការចម្រើននៅធម៌ដើម្បីសេចក្តីស្ងប់រងាប់នៅចិត្តដើម្បីកាត់បន្ថយនៅអ្វីៗដែលវាមិនសមតាមបំណងនោះហ្នឹងហើយក៏មិនជាការជ្រុលជ្រុបនៅក្នុងរឿងអីដែលសមតាមបំណងនោះដែរមិនវង្វេងស្មារតីត្រេកអរជ្រុលជ្រុបទៅនៅក្នុងរឿងដែលសមតាមបំណងនោះទេព្រោះវាស្ថិតនៅក្នុងការប្រែប្រួលរហូតសំបីថ្ងៃហ្នឹងបាននៅរឿងជាទីពេញចិត្តក៏ប៉ុន្តែវាអាចប្រែផ្លាស់ប្ដូរទៅជាការមិនពេញចិត្តយ៉ាងណាយ៉ាងណាអញ្ចឹងវាជាច្បាប់ធម្មជាតិដែលប្រព្រឹត្តទៅជាធម្មតានឹងបានត្រូវអប់រំចម្រើនបញ្ញាឲ្យចិត្តនឹងឯងមានសម្មាទិដ្ឋិឲ្យមានពលឺភ្លឺស្វាងឡើងជាពិសេសឲ្យឃើញថាវាអត់មានជាទូខ្លួនក្នុងជីវិតប្រចាំថ្ងៃនេះទេវាមានរូបធម៌និងនាមធម៌តែប៉ុណ្ណោះអាហ្នឹងរឿងចិត្តហ្នឹងដែលយើងស្ដាប់រឿងក៏ត្រូវសិក្សាឲ្យឃើញថាវាមានការតាក់តែងទៅដោយបច្ច័យវាត្រូវស្មោះត្រង់ដូចជាប្រោហិតរបស់ព្រះរាជានគរពរាណសីអញ្ចឹងវាកើតជាការស្មោះត្រង់ជាមួយគ្នានឹងសម្លាញ់ណាជាមួយគ្នានឹងសម្លាញ់អាហ្នឹងដល់ទៅវាមានហេតុបច្ច័យដើម្បីឲ្យស្មោះត្រង់គឺសភាពនៃចិត្តជាបរមត្ថទេតែយើងពោលដោយបញ្ញត្តិថាបរោហិតហ្នឹងគាត់ស្មោះត្រង់ប៉ុន្តែសភាពនៃចិត្តតែប៉ុណ្ណោះទេដែលប្រព្រឹត្តទៅព្រោះវាមានការតាក់តែងទៅដោយឧបនិស្សយបច្ច័យមកវាត្រូវស្មោះត្រង់ចឹងទៅប៉ុន្តែបើសិនជាវាមានហេតុបច្ច័យដែលត្រូវឲ្យក្បត់នឹងមិត្តសម្លាញ់នោះនឹងថាបរោហិតស្មោះត្រង់យ៉ាងម៉េចវាទៅជារឿងបរោហិតមិនស្មោះត្រង់នឹងមិត្តសម្លាញ់បាត់ហើយអានឹងវានៅលើចិត្តនឹងហើយវាមានបរោហិតឯណាផ្សេងទៀតដើម្បីធ្វើឲ្យថាជាខ្លួនឯងជាអ្នកស្មោះត្រង់ពិតប្រាកដវាអត់មានទេចឹងបរោហិតនឹងគាត់បានស្ដាប់ដំណឹងនឹងចឹងទៅគាត់សុំឃើញមហេសីសុំឲ្យទូលបង្គំនឹងបានឃើញមហេសីរបស់ព្រះអង្គព្រះរាជាទីខីតេកោសលក៏បានបង្ហាញមហេសីដល់ប្រោហិតជាសម្លាញ់ប្រោហិតគ្រាន់តែឃើញឡើងក៏បានពោល3ដងថាព្រះរាជាក្នុងនគរកោសលកើតឡើងហើយណោះព្រះរាជាក្នុងនគរកោសលកើតឡើងហើយណោះពោលឡើង3ដងគឺបានដឹងលក្ខណៈរបស់ណាមហេសីនឹងដឹងថាទ្រង់គួរហ្នឹងគឺថាបុត្រដែលនៅក្នុងគួរហ្នឹងគឺជាព្រះរាជាត្រូវគ្រប់គ្រងក្នុងនគរកោសលនឹងយ៉ាងពិតប្រាកដសម្បីពេលហ្នឹងនគរកោសលនឹងត្រូវព្រះរាជានគរពរាណសីរឹបអូសយ៉ាងណាក៏ដោយតែព្រះរាជាក្នុងនគរកោសលហ្នឹងគឺតាំងនៅក្នុងគួរហ្នឹងប្រហែលនឹងចេះមើលដឹងអញ្ចឹងរួចទៅថាសូមឲ្យព្រះអង្គនិងព្រះមហេសីកុំព្រួយបតីអីថ្ងៃស្អែកហ្នឹងនឹងបានទួតឃើញហើយមហេសីហ្នឹងដែលមានបំណងចង់ឃើញសេនាប្រកបដោយអង្គ4ហ្នឹងគឺចង់ឃើញនៅពេលព្រឹកព្រហៀមទៀតណោះមិនឃើញពេលថ្ងៃពេលល្ងាចអីទេដល់អញ្ចឹងទៅប្រោហិតក៏បានទទួលព្រះរាជាថាខ្ញុំព្រះអង្គបានឃើញនៅនិមិត្តនោះយ៉ាងណាមិនបានក្រាបទូលដល់ព្រះរាជាទេប៉ុន្តែសូមឲ្យព្រះរាជានឹងរៀបចំសេនាប្រកបដោយអង្គ4នៅពេលព្រឹកព្រលឹមហ្នឹងហើយសូមឲ្យពពួកជននោះលៀងនៅប្រខ័ណ្ឌព្រះរាជាស្ដាប់ពាក្យប្រោហិតហ្នឹងគាត់ពូកែប៉ុណ្ណឹងផងអញ្ចឹងព្រះរាជាស្ដាប់សពគ្រប់ទាំងអស់ក៏បានត្រាស់បង្កប់បញ្ជាឲ្យមានការរៀបចំនៅសេនាប្រកបដោយអង្គ4ឲ្យគេលៀងប្រខ័ណ្ឌអីតាមពាក្យប្រោហិតទៅអញ្ចឹងទៅប្រជាជនក៏បានមើលសេនាប្រកបដោយអង្គ4នៅពេលព្រឹកព្រលឹមហ្នឹងមហេសីរបស់ព្រះរាជាក្នុងនគរកោសលនោះក៏បានឃើញបំបត្តិនៅចំណងនឹងអញ្ចឹងទៅថែមទាំងបានសោយនៅទឹកលៀងប្រខ័ណ្ឌនៅទៀតហ្នឹងដោយឧបាយរបស់ប្រោហិតជាសម្លាញ់នោះនឹងនៅជាសុខសាន្តតទៅហើយក៏បានប្រសូតបត់មកដាក់ឈ្មោះថាទីខេវុឈ្មោះថាទីខេវុកុមារក៏ចម្រើនធំអញ្ចឹងទៅក៏គិតឃើញថាក្រែងនៅថ្ងៃក្រោយគេដឹងព្រះរាជាបច្ចាមិត្តនឹងដឹងអញ្ចឹងនឹងមកសម្លាប់យើងទាំង3នាក់ដូច្នេះ
កុំឲ្យកូននឹងនៅជាមួយអីក៏បានរៀបចំបញ្ជូនឲ្យកូនចេញក្រៅក្រុងចេញក្រៅនគរកូននឹងក៏បានរៀនចំណេះសិលសាស្ត្រខាងក្រៅនគរនឹងឯងចេះដឹងបានរៀនសិល្បៈវិជ្ជាសពគ្រប់ក្រោយមកនឹងឯងជាងកាត់សក់ណាទៀតណាជាងកាត់សក់ហ្នឹងគឺជាជាងដាក់ប្រកេះរបស់ព្រះរាជាក្នុងនគរកោសលហ្នឹងទីខីតិកោសលដែលជាបិតារបស់ព្រះបរមពុរិស័ទហ្នឹងកាលដែលព្រះអង្គនៅគ្រប់គ្រងនគរហ្នឹងគឺថាមានជាងកោកាត់ជាងកាត់សក់ជាងដាក់ប្រកេះជាងដែលសម្រាប់កោពុកមាត់ពុកចំការអីដល់ព្រះរាជាហ្នឹងដល់ទៅព្រះរាជាក្នុងនគរពរាណសីហ្នឹងទៅដណ្ដើមគ្រប់គ្រងនគរកោសលហ្នឹងជាងកោកាត់ហ្នឹងក៏បានចំណោះចោះចូលជាមួយនឹងព្រះរាជានគរពរាណសីរួចទៅជាងកាត់សក់នឹងឯងក៏បានជួបនឹងព្រះរាជារបស់ខ្លួនពីមុននោះព្រះរាជាដែលជាបិតាព្រះបរមពុរិស័ទនោះណាដែលជាព្រះរាជារបស់ខ្លួនពីមុនប៉ុន្តែឥឡូវនេះព្រះរាជារត់ចេញពីនគរអញ្ចឹងទៅក៏បាននៅបម្រើព្រះរាជាក្នុងនគរពរាណសីហើយបានជួបដល់តែបានជួបយកណាតែជាងកាត់សក់ហ្នឹងហើយមានចិត្តមិនស្មោះត្រង់នឹងព្រះរាជាខ្លួនឯងពីមុនណោះពេលគ្រាន់តែឃើញហើយនៅស្ងៀមទៅវាយ៉ាងម៉េចទេនៅស្ងៀមទៅធ្វើម៉េចនឹងបានរង្វាន់ណាធ្វើម៉េចនឹងបានអែបអបជាមួយនឹងព្រះរាជាក្រោយនេះអញ្ចឹងបានឃើញប៉ុណ្ណឹងគឺចំណៃឆ្ងាញ់របស់ខ្លួនណាហើយយកទៅក្រាបទូលព្រះរាជាក្នុងនគរពរាណសីហ្នឹងដើម្បីឲ្យបានបុណ្យស័ក្តិដើម្បីឲ្យបានរង្វាន់អីចឹងទៅណាអានឹងសភាពនៃចិត្តមនុស្សលោកដែលជ្រោកជ្រាកប្រកបដោយកិលេសហ្នឹងវាសមាមសកេសកាទៅដោយមន្ទិលសៅមកមិនងាយមើលជល់មិនងាយមើលដឹងមិនងាយមើលធ្លុះទេចិត្តបថុជននោះសកេសកាណាស្មោះត្រង់ក៏ពិតមែនប៉ុន្តែវាអាចជាប់ជំពាក់នឹងលៀបសការៈបុណ្យស័ក្តិវាអាចក្បត់មិត្តភ័ក្តិអញ្ចឹងទៅវាអាចដើម្បីនឹងមិនស្មោះត្រង់នឹងម្ចាស់របស់ខ្លួនក៏មានដែរដូចជាងកាត់សក់ហ្នឹងអញ្ចឹងជាងដាក់ប្រកេះព្រះរាជាហ្នឹងគ្រាន់តែឃើញនៅឲ្យស្ងៀមមិនបានណាគាត់ច្បាស់ណាស់ក៏បានយកទៅទូលដល់ព្រះរាជានគរពរាណសីថាទូលបង្គំបានឃើញព្រះរាជាក្នុងដែនកោសលហ្នឹងទាំងពីរអ្នកដីប្រពន្ធព្រះរាជាក្នុងគូវិទ្យាស័យក៏ចាត់ឲ្យគេទៅចាប់ហើយត្រាស់ឲ្យគេចងកប៉ាត់ដៃមកក្រោយហើយចងស្លាប់សេកនោះហើយកោសក់ទាំងពីរអ្នកហ្នឹងទៀតបណ្ដើរនៅក្នុងក្រុងពរាណសីនឹងឯងតាមផ្លូវបែកជា3ផ្លូវបែកជា4ហើយត្រាស់ឲ្យយកទៅកាត់ជា4កង់ម្នាក់ហ្នឹងហើយនៅខាងត្បូងនគរហ្នឹងហើយសម្លាប់ចោលនៅខាងត្បូងនគរនៅពេលដែលកំពុងបណ្ដើរអាក្រោះក្នុងនគរពរាណសីហ្នឹងព្រះបរមពុរិស័ទទីខាវុក៏នឹករលឹកមេត្តាបិតាដែលបានទៅរៀនសិលសាស្ត្រនៅក្រៅនគរពរាណសីនោះក៏ថាពេលនេះគូនឹងទៅសួរតំណែងសុខទុក្ខមេត្តាបិតាទៅជួបគាត់ហ្នឹងក៏ធ្វើដំណើរមកហ្នឹងវាជួបគ្នាពេលដែលគេកំពុងតែបណ្ដើរមេត្តាបិតានឹងឯងបិតាបានឃើញកូនក៏បានពោលឡើងទីខាវុកូនសូមកូនកុំឃើញកាលវែងកុំឃើញកាលខ្លីស្រែកចឹងណាហ្នឹងទីខាវុកូនពីមិនរងាប់ដោយការចងពៀទេពៀតែងតែស្ងប់រងាប់ដោយការមិនចងពៀស្រែកអញ្ចឹងទៅពួកអ្នកពេជ្ជឃាតពួកអ្នកចាប់បដើព្រះអង្គទៅហ្នឹងសម្គាល់ថាព្រះអង្គហ្នឹងភ័យខ្លាចសេចក្តីស្លាប់ពេកហ្នឹងឈួតវែងស្មារតីស្រែកមិនដឹងអីស្អីកុំឲ្យឃើញកាលវែងកុំឲ្យឃើញកាលខ្លី
ពីមិនរងាប់ដោយការចងពីវិរិយនឹងតែងតែស្ងប់រងាប់ដោយការមិនចងពីហ្នឹងក៏នាំគ្នាសើចសប្បាយទៅថាព្រះអង្គនឹងភ័យខ្លាចស្លាប់ឈួតព្រះអង្គក៏បានពោលថាយើងមិនឈួតទេប៉ុន្តែសេចក្តីនេះតលតែអ្នកប្រាជ្ញទើបអាចថ្លែងបានទើបអាចដោះស្រាយបានហើយស្រែកឡើង3ដងណាមិនមែនស្រែកម្ដងទេស្រែកចឹងហើយទីខាវុបរមពុរិស័ទហ្នឹងក៏មិនបានចូលទៅច្បោកច្បល់អីនៅក្នុងពេលហ្នឹងដែរគ្រាន់តែថាបិតាបានឃើញក៏ស្រែកចឹងមកហើយអ្នកទាំងអស់ហ្នឹងក៏ថាព្រះអង្គភ័យពេកឈួតហើយក៏នាំយកទៅបហាជីវិតនៅខាងត្បូងនគរកាត់ជា4កង់រាជាក៏4កណាត់ម៉ែស្រីក៏4កណាត់ហើយក៏គប់នៅនឹងត្បូងនគរហ្នឹងទៅហើយបានចេញដំណើរមកទុកឲ្យអ្នកយាមខ្លះទៀតមិនមែនតន់បោះបង់ចោលទេមានអ្នកយាមកន្លែងហ្នឹងទៀតដល់ពេលស្ងាត់ចឹងទីខាវុហ្នឹងក៏បានទៅរកស្រាពីក្រុងយកទៅបបួលពួកអ្នកយាមនឹងឯងឲ្យផឹកស្រាផឹកតែសវឹងដេកអស់ទៅក៏បានព្រះបរមពុរិស័ទណាទៀតទីខាវុហ្នឹងបានកោះយកសាកសពមេដាបិតានឹងឯងយកមកណាបូជាណាទៀតរោគអស់រោគអីហ្នឹងបូជាហើយធ្វើបតិសិនក្នុងកាលនោះព្រះរាជាឃើញតែព្រះរាជាក្នុងនគរវិរិណសីឡើងទៅលើវិមានប្រាសាទខ្ពស់បំផុតមើលមកកន្លែងហ្នឹងឃើញភ្លើងឃើញអីប៉ុន្តែមិនដឹងមុខមាត់មិនដឹងអីទេតែគ្រាន់តែឃើញមានមនុស្សណាដើរបតិសិនហើយក៏នឹកឃើញថាគង់នឹងជាពពួកញាតិអីមិនខានហើយបរោះនេះនឹងធ្វើឲ្យអញវិនិច្ឆ័យថ្ងៃណាមិនខានឡើយអ្នកដទៃបានដឹងហើយមិនក៏មិនប្រាប់យើងណោះគិតអញ្ចឹងគិតថាមានអ្នកដទៃដឹងជាមិនខានទេប៉ុន្តែមានគេមិនប្រាប់រឿងញាតិដែលនៅសល់ហ្នឹងទីខាវុបរមពុរិស័ទក៏បានយំរៀនចេញទៅពីកន្លែងបូជាសពហ្នឹងទៅយំអស់ចិត្តអស់ចង់នឹករលឹកពុកម្ដាយណាដូចទៅក៏បានជូតទឹកភ្នែកអីស្អាតបាតស្រួលបួលធម្មតាចូលទៅកាន់រោងតម្រៃរបស់ព្រះរាជានឹងឯងបានធ្វើសភាពទន់ភ្លន់គួសមឲ្យគេអាណិតក៏សុំនៅជាមួយនឹងថ្មតម្រៃហើយសុំរៀនសិលសាស្ត្រផ្សេងចឹងទៅមានពេលឱកាសក៏បានដេញពិនហើយនឹងស្រែកច្រៀងហ្នឹងដេញពិនស្រែកច្រៀងសំឡេងពីរោះដល់សំឡេងពីរោះអញ្ចឹងឮដល់ព្រះរាជាសួរទៅថាអ្នកណាក៏ច្រៀងពីរោះដេញពិនពេកបរោះក៏ក្រាបទូលថាបបិទ្ធព្រះអង្គគឺកូនសិស្សរបស់មកតម្រៃដែលបានដេញពិនស្រែកច្រៀងហ្នឹងអញ្ចឹងចូលបង្ហាញនៅមេតុបនោះឲ្យយើងបានឃើញមកអញ្ចឹងទៅក៏បានទៅនាំទីខាវុកមាហ្នឹងមកព្រះរាជាក៏បង្គាប់ឲ្យទីខាវុកមាច្រៀងនិងដេញពិនព្រះបរមពុរិស័ទពេលហ្នឹងចង់បាននៅចិត្តដិតនឹងព្រះរាជាក៏ច្រៀងធ្វើឲ្យសំឡេងនឹងពីរោះក្រៃលែងដេញពិនហ្នឹងធ្វើឲ្យព្រះរាជាពេញរែងហត្ថីក៏ថាអញ្ចឹងមេនុបឯងនៅជាមួយយើងចុះក៏បាននៅបម្រើព្រះរាជានឹងឯងដោយការប្រព្រឹត្តបរិបត្តិព្រះរាជាមិនដែលឃើញទីខាវុបានផ្ទុំអីយ៉ាងណាទេពីព្រោះទីខាវុនឹងឯងតែងតែមានការផ្ទុំសម្រាប់ទៀតក្រោយព្រះរាជាហើយក្រោកឡើងមុនព្រះរាជាឧបថាបម្រើព្រះរាជាធ្វើឲ្យព្រះរាជាទុក្ខបតីរហូតដល់ត្រាស់ឲ្យទីខាវុនឹងឯងជាជនចិត្តស្និទ្ធនឹងព្រះអង្គនៅពេលមួយព្រះរាជាមានបំណងទៅប្រពៀតព្រៃនឹង
ដេញមរឹកចាប់មរឹកអីចឹងទៅក៏ឲ្យទីខេវុហ្នឹងต็มរតេសេះต็มនៅរាជរដ្ឋណាហើយធ្វើដំណើរទៅកងទ័ពក៏ទៅជាមួយទីខេវុធ្វើដំណើរទៅយ៉ាងលឿនធ្វើឲ្យបែកផ្លូវជាមួយកងទ័ពក៏ទៅផ្លូវផ្សេងទៅចឹងទៅព្រះរាជានៅតែជាមួយនឹងទីខេវុព្រះបរមពុរិស័ទហ្នឹងហើយដល់ពេលអញ្ចឹងព្រះរាជាថាយើងអស់កម្លាំងណាស់មនាលមាននប់ចូលអ្នកឈប់សម្រាប់សិនទៅព្រះបរមពុរិស័ទក៏ទទួលព្រះរាជវិជាក៏ឈប់ទៅក៏ទៅអង្គុយពេនភ្នែននៅក្រោមលុកឈើមួយព្រះរាជាក៏ចុះទៅតាមក្រោយទៅក៏ផ្ទុំកោយភ្លឺព្រះបរមពុរិស័ទណាផ្ទុំកោយភ្លឺព្រះបរមពុរិស័ទរួចលក់ទៅព្រះបរមពុរិស័ទក៏ពិចារណាឃើញថាព្រះរាជានេះហើយជាបច្ចាមិត្តសម្រាប់មេត្តាបិតារបស់យើងពេលនេះជាពេលដែលយើងត្រូវសងសឹកក៏ដកប្រខំរាជានឹងឡើងលើកឡើងដើម្បីនឹងកាត់ប្រសិទ្ធស័កព្រះរាជានោះក៏នឹកឃើញដល់អវាទបណ្ដាំរបស់បិតាក៏បានសួរប្រខំទៅវិញមកសទុះនឹកឃើញទៀតហើយនឹកឃើញតែជាព្រះរាជាសម្រាប់មេត្តាបិតាដកប្រខំឡើងទៀតនឹកឃើញអវាទរបស់បិតាបណ្ដាំនោះថាពីមិនរងាប់ដោយការចងពីណាទៀតហ្នឹងកុំឃើញកាលវែងកុំឃើញកាលខ្លីដូចចឹងទៅក៏ទុកប្រខំនឹងទៅវិញទៅលើកទី3ដងទុកប្រខំទៅវិញហ្នឹងព្រះរាជាស្រាប់ទៅទុកប្រខំនឹងទៅវិញទៅលើកទី3ដងទុកប្រខំទៅវិញហ្នឹងព្រះរាជាស្រាប់ទៅភ្ញាក់ក្រោកឡើងកទាហើយទីខេវុសួរថាយ៉ាងម៉េចព្រះអង្គយ៉ាងម៉េចបានជាសស្លន់សស្លោម្លេះយើងយល់សពអាក្រក់ណាស់យើងយល់សពឃើញកូនព្រះរាជាក្នុងដែនកោសលនឹងឯងមកបំណងនឹងបហាយើងពេលហ្នឹងព្រះបរមពុរិស័ទក៏ចាប់សង្កត់ក្បាលព្រះរាជានឹងបដាយហើយយើងនឹងហើយទីខេវុជាកូនរបស់ទីខីតិកោសលនោះដែលព្រះអង្គបានសម្លាប់មេត្តាបិតារបស់ទូលបង្គំទៅពេលនេះគឺថាជាពេលដែលទូលបង្គំអាចសងសឹកបានហើយបានព្រះរាជានឹងឯងក៏អោនទៅសូមខមាទោសទីខេវុសូមខមាទោសពោលពាក្យអង្វរក៏ច្រើនយ៉ាងហ្នឹងដែលមានសម្ដែងនៅក្នុងវិន័យបៃដកណាទេណានៅក្នុងខត្តកនិកាយជាដកបញ្ចកនិបាតក្នុងខត្តកនិកាយជាដកណាទេបញ្ចកនិបាតហ្នឹងមានសម្ដែងអំពីពាក្យរបស់ព្រះបរមពុរិស័ទហ្នឹងដែលបានសួរថាព្រះអង្គដែលអាចមានបជនបាននេះព្រោះតាមពិតទូលបង្គំត្រូវសម្លាប់ព្រះអង្គនោះផ្ដាច់បជនបាត់ទៅហើយប៉ុន្តែទូលបង្គំមិនសម្លាប់ឡើយហើយតើព្រះអង្គទ្រង់ជ្រាបទេតើព្រះអង្គដែលអាចមានបជនបាននេះដោយសារអីព្រះរាជាអត់ដឹងថាមិនដឹងជាថាយើងអាចរស់បាននឹងដោយសារអីបើរឿងនេះតាមពិតវាត្រូវតែស្លាប់នឹងហើយពីព្រោះទីខេវុនឹងជាកូនរបស់ព្រះរាជាទីខីតិក្នុងដែនកោសលដែលយើងបានប្រហារជីវិតទាំងពីរនាក់ដូច្នេះគឺថាធម្មតាកូនត្រូវតែសងសឹកនឹងហើយណាមួយដើម្បីរាជសម្បត្តិនឹងគ្រប់គ្រងតទៅផងបានព្រះបរមពុរិស័ទត្រាស់ថាដែលព្រះអង្គមានបជននេះមិនមែនដោយសារទ្រព្យសម្បត្តិទេមិនមែនដោយសារទ្រព្យសម្បត្តិឬក៏ដោយសារការអង្វររបស់ព្រះអង្គនេះទេគឺដោយសារសច្ចរិតកម្មរបស់ទូលបង្គំហើយនឹងពាក្យជាសុភាសិតគឺពាក្យជាសុភាសិតដែលបិតារបស់ទូលបង្គំបានស្រែកប្រដាំមុនពេលបហាជីវិតនោះបើកុំតែដោយសច្ចរិតកម្មរបស់ទូលបង្គំហើយនឹងពាក្យជាសុភាសិតបណ្ដាំរបស់បិតារបស់ទូលបង្គំនោះព្រះរាជា
មិនអាចមានបច្ចុប្បន្នបានឡើយហ្នឹងនេះជាពាក្យល្អណាស់ដែលយើងចាំកុំភ្លេចឲ្យត្រូវរលឹករឿយៗឲ្យឃើញថាគ្មានទ្រព្យសម្បត្តិណាមួយអាចដើម្បីមកលួងលោមសន្តានចិត្តរបស់យើងកុំឲ្យប្រគុណម្ចាស់ញាតិញោមនេះឯងសម្រាប់សត្វកុំឲ្យធ្វើអត្តនេទានកុំឲ្យប្រព្រឹត្តខុសក្នុងកាមគឺមិនអាចមានសម្បត្តិក្នុងโลกនេះមកលួងលោមឬក៏មកធ្វើយ៉ាងណាដើម្បីឲ្យកណាគុណម្ចាស់ជាអ្នកមានសទ្ធាជាអ្នកមានសិលបានទេណាហ្នឹងប៉ុន្តែដែលគុណម្ចាស់ញាតិញោមបងប្អូនមិនសម្រាប់សត្វសំបីតែសមោចឬសំបីតែមូសនឹងដោយសារអីដោយសារសុចរិតកម្មនឹងឯងមានឃើញទេសុចរិតកម្មនឹងបានកើតឡើងហើយសុចរិតកម្មដែលកើតឡើងដោយសារអីដោយសារពាក្យជាសុភាសិតគឺឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលយើងបានស្ដាប់រឿយៗយើងសិក្សារឿយៗចម្រើនសទ្ធាចម្រើនបុណ្យកុសលមានសុចរិតកម្មនេះដែលធ្វើឲ្យពុទ្ធបរិស័ទយើងនឹងរួចអំពីទោសយ៉ាងធ្ងន់ណាក្នុងសង្សារវដ្តនេះបើយើងកុំតែមានសទ្ធាកុំតែមានសុចរិតកម្មតើយើងនឹងត្រូវមានទោសប៉ុណ្ណាទៅក្នុងមួយថ្ងៃតើយើងត្រូវសម្លាប់សត្វប្រមាណដែលយើងអត់មានគិតពីរឿងបាបសោះដែលអាចសម្លាប់សត្វបានច្រើនណាស់ក្នុងមួយថ្ងៃហើយនឹងប្រព្រឹត្តទុច្ចរិតអាក្រក់ពេញណាពេញណីសន្ធឹកសន្ធាប់នោះហ្នឹងគឺសំបីមានទ្រព្យសម្បត្តិច្រើនក៏ដោយជាមហាសេដ្ឋីមហាអ្នកមានយ៉ាងណាក៏ដោយមិនមែនដោយសារមានទ្រព្យសម្បត្តិហើយអាចវាចាកនៅអំពើអាក្រក់សៅមងបានទេគឺមិនអាចឈប់ធ្វើបាបដោយសារមានទ្រព្យសម្បត្តិមានលៀបមានយសទេតែឈប់ធ្វើបាបដោយសារអីដោយសារជ្រះថ្លាជឿនៅលើសុចរិតកម្មហើយនឹងបានសិក្សាបានទទួលយកនៅឱវាទដែលជារបស់សប្បុរសមានព្រះសម្មាសម្ពុទ្ធជាដើមឃើញឱវាទនឹងមានតម្លៃទេដែលអាចធ្វើឲ្យយើងរួចអំពីបាបកម្មដែលអាចធ្វើឲ្យយើងនឹងរួចអំពីគ្រោះថ្នាក់ដ៏ធំធេងគ្រោះនេះមិនអាចស្រោចទឹកចាក់ទឹកសូត្រមន្តរំដោះគ្រោះបានទេគឺទាល់តែសុចរិតកម្មហើយនឹងប្រឹងប្រែងទទួលយកនៅឱវាទរបស់ព្រះអង្គព្រះសម្មាសម្ពុទ្ធហ្នឹងតើតែប្រឹងប្រែងទទួលយកនៅឱវាទពធហ្នឹងទៅអាចដើម្បីរំដោះគ្រោះព្រោះគ្រោះវានៅមាននៅឡើយទេចិត្តបាបចិត្តដែលប្រកបទៅដោយកិលេសហ្នឹងវានៅមាននៅឡើយទេមិនតាន់អស់ណាមិនតាន់ជាព្រះអរហន្តទេណាប៉ុន្តែអាចរំដោះគ្រោះនឹងបានហ្នឹងដោយសារការជាយាមបប្រតិបត្តិនៅកុសលធម៌ដោយសេចក្តីមិនប្រមាទហ្នឹងពាក្យរបស់ព្រះបរមពុរិស័ទហ្នឹងថាព្រះអង្គដែលអាចគង់វិជនបានគឺដោយសារសុចរិតកម្មហើយនឹងពាក្យជាសុភាសិតក្នុងពេលហ្នឹងព្រះរាជាហ្នឹងក៏បានដែលអង្គវរព្រះបរមពុរិស័ទកុំឲ្យប្រហារជីវិតហ្នឹងព្រះបរមពុរិស័ទក៏បានឆ្លើយថាមិនមែនព្រះអង្គទេដែលត្រូវប្រហារជីវិតនោះទូលបង្គំទេដែលត្រូវប្រហារជីវិតឆ្លើយអញ្ចឹងបញ្ជាក់ថាពុទូលបង្គំនេះគឺជាបុត្ររបស់ទីខីតេកោសលអញ្ចឹងគឺជាបុគ្គលដែលព្រះអង្គត្រូវប្រហារជីវិតហើយហ្នឹងទីខាវុកុមារហ្នឹងពោលត្រឡប់ទៅអញ្ចឹងវិញណាហ្នឹងបានព្រះជាត្រាស់ថាបើអ្នកបានឲ្យជីវិតយើងហើយរឿងអីដែលយើងត្រូវសម្លាប់អ្នកនោះយើងក៏ឲ្យជីវិតរបស់អ្នកដែររហូតដល់ទៅចាប់ដៃគ្នាស្បត់មិនបៀតបៀនគ្នាទៅវិញទៅមកនឹងរួចថាបើអញ្ចឹងអ្នកចូលទិមនៅរទេះចុះនឹងយើងវិលត្រឡប់ទៅវិញព្រះបរមពុរិស័ទក៏ក្រាបទូលថាខ្ញុំព្រះអង្គបានទិមរួចហើយណាបានរួចទៅក៏បានយើងព្រះជាវិលត្រឡប់ទៅកាន់នគរព្រះជាក៏បានប្រជុំអស់ពួកនិមឺនមុខមន្ត្រីណាចឹងបានប្រជុំអស់និមឺនមុខមន្ត្រីហ្នឹងចឹងទៅណាក៏បានត្រាស់សួរថាអ្នកទាំងអស់គ្នាបើសិនជាឃើញទីខេវុដែលជាកូនរបស់ព្រះបាទទីខីតេកោសលនោះតើអ្នកទាំងឡាយធ្វើយ៉ាងម៉េចក៏នាំគ្នាឆ្លើយថាអ្នកខ្លះឆ្លើយថា
កាត់ជើងអ្នកខ្លះថាត្រូវកាត់ដៃអ្នកខ្លះថាត្រូវកាត់ទាំងជើងទាំងដៃអ្នកខ្លះថាត្រូវកាត់ផ្លឹកត្រចៀកអ្នកខ្លះថាត្រូវកាត់ផ្លឹកត្រូវកាត់ច្រមុះអ្នកខ្លះថាត្រូវកាត់ទាំងត្រចៀកទាំងច្រមុះអ្នកខ្លះថាត្រូវកាត់កបានព្រះរាជាត្រាស់ថាទីខេវុមិនគឺបុគ្គលណាគឺជាបុគ្គលនេះឯងពេលហ្នឹងទីខេវុហ្នឹងក៏នៅក្បែរព្រះអង្គហ្នឹងអ្នកទាំងឡាយមិនត្រូវបៀតបៀនទីខេវុកុមារនេះឡើយពីព្រោះទីខេវុនេះឯងដែលបានឲ្យជីវិតយើងហើយយើងក៏បានឲ្យជីវិតទៅទីខេវុនោះហើយហ្នឹងដូចទៅក៏បានប្រគល់នៅដែនកោសលទាំងឃ្លាំងទាំងជង្រុកទាំងពលពាហនៈសពគ្រប់ឲ្យទីខេវុនឹងឯងគ្រប់គ្រងសោយរាជថែមទាំងឲ្យកូនស្រីរបស់ខ្លួនមួយទៀតផងធីតាណាទៀតហ្នឹងដូចទៅនៅក្នុងព្រះធម៌ដែលមានសម្ដែងរឿងនឹងច្រើនណាស់បានបញ្ជាក់ថាក្រោយមកទីខេវុនឹងបានគ្រប់គ្រងទាំងដែនកាសីទាំងដែនកោសលណាហ្នឹងដែលអត់ពីព្រះរាជាក្នុងនគរពរាណសីទៅនោះណានៅក្នុងសេចក្តីនេះព្រះរាជានៅក្នុងនគរពរាណសីនៅពេលដែលប្រជុំពួកនៃមើលមុខមន្ត្រីនោះក៏បានត្រាស់សួរទៅទីខេវុកុមារសួរថាមនាលទីខេវុតើអ្នកបានដឹងពាក្យជាសុភាសិតដែលបិតារបស់អ្នកបានផ្ដាំនៅពេលដែលមុននឹងបហាជីវិតនោះតើពាក្យនោះមានសេចក្តីយ៉ាងណាបានជាអ្នកអាចឲ្យជីវិតយើងបាននេះយើងចង់ស្ដាប់ណាចង់ដឹងណាពីព្រោះព្រះបរមពុរិស័ទបញ្ជាក់ថាដោយពាក្យជាសុភាសិតរបស់បិតាបានជាព្រះអង្គមានបជនហើយយើងចង់ដឹងណាតើពាក្យហ្នឹងមានសេចក្តីយ៉ាងណាទៅបានជាហ៊ានឲ្យជីវិតណាហ្នឹងមិនមែនអាម៉ាក់ល្មមទេពាក្យហ្នឹងពីព្រោះព្រះរាជាបានពាក្យហ្នឹងមានសេចក្តីយ៉ាងណាទៅបានជាហ៊ានឲ្យជីវិតណាហ្នឹងមិនមែនអាម៉ាក់ល្មមទេពាក្យហ្នឹងពីព្រោះព្រះរាជាបានសម្លាប់មេដាបិតាហើយស្រាប់តែថាអាចឲ្យជីវិតបានហ្នឹងគឺថាពាក្យហ្នឹងមានតម្លៃថ្លៃហ៎បានព្រះបរមពុរិស័ទហ្នឹងបានត្រាស់ថាខ្ញុំបានត្រាស់ឆ្លើយថាបើបិតាទូលបង្គំបានត្រាស់ថាកុំឲ្យឃើញកាលវែងគឺកុំឲ្យមានការចងពីនេះហើយគឺថាពីវេរានេះវាជាកាលវែងកុំឲ្យយកកាលពេលវេលាដែលចងពីវេរានឹងគ្នាដែលវែងឆ្ងាយនេះឯងកុំឲ្យសម្គាល់ឃើញនៅកាលវែងនឹងឯងថាជាសំខាន់ណាកុំឲ្យប្រព្រឹត្តទៅតាមពីវេរាកុំឲ្យឃើញកាលវែងហ្នឹងកុំឲ្យយកពីវេរាដែលប្រព្រឹត្តទៅក្នុងពេលវេលាដ៏យូរលង់នឹងឯងជាសំខាន់ត្រង់នឹងឯងដែលថាកុំឲ្យឃើញកាលវែងកុំឲ្យឃើញកាលវែងគឺកុំឲ្យយកពេលវេលាដែលចងពីវេរាដែលប្រព្រឹត្តទៅក្នុងកាលពេលវេលាដ៏វែងហ្នឹងជារឿងសំខាន់សម្រាប់ការប្រព្រឹត្តបរិបត្តិរបស់ខ្លួនកុំឲ្យឃើញកាលពេលវេលាដែលចងពីវេរាហ្នឹងណាជារឿងសំខាន់កុំឲ្យប្រព្រឹត្តទៅតាមកាលពេលវេលាដ៏វែងហ្នឹងហើយដែលថាកុំឲ្យឃើញកាលខ្លីគឺក្នុងសេចក្តីដែលបិតាទូលបង្គំនឹងផ្ដាំថាកុំឲ្យឃើញកាលខ្លីនោះគឺថាកុំឲ្យបែកមិត្តក្នុងពេលវេលាខ្លីគឺកុំឲ្យឃើញពេលវេលាខ្លីនេះឯងហើយត្រូវបែកមិត្តត្រង់កន្លែងនេះគឺជាសេចក្តីដែលទូលបង្គំបានជាសម្លាញ់បានជាមិត្តជាមួយនឹងព្រះអង្គក៏កុំឲ្យឃើញការពេលវេលាដែលត្រូវបែកចាកមិត្តក្នុងពេលវេលាខ្លីបន្តិចបន្តួចនឹងដែលជាបណ្ដាំថាកុំឲ្យឃើញកាលខ្លីគឺបានសេចក្តីថាកុំឲ្យបែកមិត្តក្នុងពេលវេលាដ៏ខ្លីហើយត្រង់ពាក្យដែលថាពីវេរាមិនស្ងប់រងាប់ដោយការចងពៀគឺបើទូលបង្គំបានសម្រាប់ព្រះអង្គទៅអ្នកដែលជាញាតិឬអ្នកដែល
រាប់អានព្រះអង្គនោះនឹងតាមសម្លាប់ទូលបង្គំវិញហើយអ្នកដែលស្រឡាញ់ទូលបង្គំនោះនឹងរាប់អានទូលបង្គំហើយនឹងតាមសម្លាប់អ្នកដែលសម្លាប់ទូលបង្គំនោះដូច្នេះពីវេរានេះមិនអាចស្ងប់រងាប់ទៅបានឡើយប៉ុន្តែត្រង់ដែលពាក្យបិតាទូលបង្គំផ្ដាំថាពីវេរានឹងស្ងប់រងាប់ទៅដោយការមិនចងពីគឺទូលបង្គំមិនបានសម្លាប់ព្រះអង្គឡើយកាលដែលមិនបានសម្លាប់ព្រះអង្គហើយបានឲ្យជីវិតព្រះអង្គក៏បានឲ្យជីវិតដល់ទូលបង្គំវិញហើយក៏មិនមានពីវេរានឹងគ្នាតទៅដូច្នេះពីវេរានេះអាចស្ងប់រងាប់ទៅបានដោយសារការមិនចងពីដូច្នេះឯងព្រះរាជាពេញបតីណាស់ថាព្រះរាជកុមារនៅក្មេងវ័យហើយឆ្លាតឆ្លៀសយល់នៃសេចក្តីដ៏ជ្រៅជ្រះយ៉ាងនេះបាននឹងសរសើរហើយក៏បានរៀបចំអភិសេកឲ្យធ្វើជាបុត្រប្រសាបុត្រសុនិសាបានលើកធីតាឲ្យទៅឃើញទេការស្ងប់រងាប់នៅពីវេរានេះបានព្រះអង្គទ្រង់ត្រាស់ឲ្យដល់ភិក្ខុទាំងឡាយថានាលភិក្ខុទាំងឡាយសូម្បីតែទីខេវុកុមារនឹងដែលព្រះរាជាក្នុងនគរពរាណសីសម្លាប់មេដាបិតាត្រូវកាត់ឆ្អឹងកាត់ជា4កំណាត់កាត់ជា4កង់យ៉ាងណាក៏ដោយតែទីខេវុកុមារនោះឯងអាចដើម្បីនឹងមិនចងពីវេរាអាចធ្វើនៅការព្រមព្រៀងគ្នាជាមួយនឹងព្រះរាជាដែលជាបច្ចាមិត្តនោះឲ្យមកជាមិត្តហើយថែមទាំងមានការប្រព្រឹត្តទៅនៅក្នុងភាពចិត្តដិតជាទីបំផុតដោយបានរួមរស់នៅជាមួយនឹងធីតារបស់ព្រះរាជាក្នុងនគរពរាណសីនោះទៀតផងចុះហេតុអីបានជាអ្នកទាំងឡាយដែលបានមកបួសក្នុងសំណាក់សាសនាជាមួយគ្នាមានតថាគតជាបិតារួមគ្នាហើយមិនស្ដាប់តថាគតដែលអ្នកទាំងឡាយមិនបានប្រយុទ្ធគ្នាទេមិនបានសម្លាប់គ្នាទេមិនបានប្រហារគ្នាទៅវិញទៅមកផងទេហេតុអ្វីក៏មិនរងាប់នៅពីវេរានឹងបាននឹងទួយទៅបានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះគាថានៅក្នុងព្រះគាថាធម្មវត្តនោះចឹងដែលមានសេចក្តីថាបរិជ្ជៈវិជានន្តិជាដើមដែលថាពួកជនដតីនេះគឺក្រៅអំពីបណ្ឌិតណាចឹងពួកជនដតីហ្នឹងគឺក្រៅពីបណ្ឌិតហ្នឹងបានជាអ្នកមិនដឹងណាបានជាអ្នកមិនដឹងបរិជ្ជៈអ្នកវិជានន្តិហ្នឹងជាអ្នកមិនបានដឹងច្បាស់មិនបានឃើញច្បាស់ហ្នឹងគឺមិនដឹងថាពួកយើងនេះឯងកំពុងតែត្រុតត្រោមនៅក្នុងកណ្ដាលជំនុំសង្ឃនេះមិនបានដឹងទេហ្នឹងវិយមេថៈយមេមសេនោះអត់ដឹងថាពួកយើងនឹងកំពុងតែតដាបតដួសចូលទៅចិត្តសំណាក់នៃមច្ចរាជប្រព្រឹត្តទៅរកសេចក្តីវិន័យក្នុងកណ្ដាលជំនុំសង្ឃនេះឡើយយេចតថវិជានន្តិចំណែកអ្នកប្រាជ្ញបណ្ឌិតឯណាដែលបានដឹងច្បាស់នៅសេចក្តីនេះដឹងច្បាស់ថាអាត្មាអញនឹងកំពុងតែមានការចូលទៅចិត្តមាត់មច្ចរាជមានការប្រព្រឹត្តទៅដោយការវិន័យបាត់បង់នៅខណ្ឌបញ្ញកៈនេះអត្តភាពនេះបណ្ឌិតនឹងបានដឹងសេចក្តីនេះណាទៀតព្រះអង្គសម្ដែងយេចតថវិជានន្តិនោះណាបុគ្គលឯណាគឺសំដៅយកបណ្ឌិតដែលបានដឹងច្បាស់នៅសេចក្តីនេះគឺជាអ្នកអាចធ្វើនៅចំនួនឆ្លោះតោះតេងនឹងឯងឲ្យស្ងប់រងាប់ទៅបានតតោសមន្តមេធគីណានឹងតតោសមន្តមេធគីគឺថាជាអ្នកធ្វើឲ្យចំនួនឆ្លោះប្រកែកតោះតេងហ្នឹងស្ងប់រងាប់ទៅក្នុងកណ្ដាលនៃជំនុំសង្ឃនោះនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងចែកបុគ្គលពាលនិងបណ្ឌិតបុគ្គលពាលនឹងឯងគឺថាមិនបានដឹងច្បាស់នៅសេចក្តីណាសេចក្តីដែលថាខ្លួនឯងកំពុងតែដដាបដដួសគឺដំណើរនៃជីវិតនឹងក៏ប្រព្រឹត្តទៅចិត្តសេចក្តីស្លាប់ហើយក៏កំពុងតែបង្កនៅវិនាសកម្មដែលធ្វើឲ្យសង្ឃបែកបាក់គ្នាដោយសារតែខ្លួនឯង
nằng mình ban khơi nơi tô cùng hao rồi bọc luôn để cùng bông để bật bật tế nằng chỉ nè để bắt băng nơi sệt tệ cứ chỉ nè là ngon khai bàn tay thưa rực bia hạ đôi chỉ luôn anh che đăng sầm bao mà mình sẽ đạp nơi ở va tu miên rồi bọc rồi ong nó sầm coi là luôn anh chỉ nè che đăng sầm bao nè nằng chăng bàn tay chấm này bọc cô lại ná để ban đăng sự đây đi đăng chặt luôn anh cầm bông để trộn trộn tê mình ai tầm bấy ban nơi vây vây chia rồi bọc luôn thế vì pro áp tập hiệp ní có trời vì nè tới nâng trời ban ở vây không lột ní chia rồi bọc luôn cả na bờ chết để sầm co tham ní chia bọc anh nu chia bọc anh không biết ở vây cây cho bị riêng ca tranh bao thành chỉ khăn đi, rồi có thảo tranh bao chất vì nhiên để bà có cái chăn để kiện để phần năng thế, tạm bất việc miền ấy chỉ sầm khăn, nông chỉ vật ní lai, nằng chẳng để đọc sai pa nhà ha, nông chỉ vật đòi lục hệ tôi xạ mô hạ đòi cai tôi chỉ đất vệ chay tôi chỉ đất, đòi mà nô tôi chỉ đất ấy năng rằng là ca để đọc sai mình trongประพบនៃបញ្ហាព្រោះការដែលខ្វះបញ្ញាទេណាមានតែការប្រព្រឹត្តទៅនៅក្នុងសេចក្តីវិន័យមិនបានជួបប្រទះនៅសេចក្តីស្ងប់រងាប់ឡើយប៉ុន្តែអ្នកប្រាជ្ញអាចរងាប់បាននៅចំនួនឆ្លោះតោះតេងធ្វើការវិវាទតោះតេងនោះឲ្យស្ងប់រងាប់ទៅបានក្នុងកណ្ដាលនៃជំនុំសង្ឃអញ្ចឹងព្រះអង្គទ្រង់សម្ដែងសភាវធម៌នឹងឯងឲ្យឃើញច្បាស់អំពីការប្រព្រឹត្តទៅនៃពេលធម៌ហើយនឹងការប្រព្រឹត្តទៅនៃបណ្ឌិតធម៌នោះអញ្ចឹងទៅធ្វើឲ្យភិក្ខុបានស្ដាប់យល់សេចក្តីហ្នឹងទេភិក្ខុដែលឆ្លោះតោះតេងគ្នានៅនគរ92ហ្នឹងស្ដាប់ទៅយល់សេចក្តីបានសម្រេចមគ្គផលទៅហ្នឹងនៅនៃវត្តចេតពុនហ្នឹងបានសម្រេចមគ្គផលចាប់តាំងពីសោតាបត្តផលឡើងទៅណាទេនៅក្នុងពេលហ្នឹងនេះគឺជារឿងល្អណាស់ដែលបានដឹងនៅទុកកំហុសនឹងកណាគុណចាស់ញាតិញោមបងប្អូនសូមជ្រាបចុះរឿងចំណេះដឹងដ៏ពងខ្ពស់ក្នុងជីវិតរបស់យើងនេះណាគឺនៅត្រង់កន្លែងណាគឺនៅត្រង់ដែលបានដឹងថាខ្លួនឯងមានកំហុសនឹងចាំកុំភ្លេចណាទេណានឹងហើយនឹងដឹងម្យ៉ាងទៀតយ៉ាងសំខាន់ថាខ្លួនឯងដែលមានកិលេសព្រោះនៅល្ងងកាលណាបើដឹងយ៉ាងនេះហើយនឹងព្យាយាមកែនៅកំហុសនោះដោយការប្រព្រឹត្តល្អប្រព្រឹត្តត្រឹមត្រូវហើយនឹងព្យាយាមស្វែងយល់សិក្សារៀនសូត្រដើម្បីកម្ចាត់បងនៅសេចក្តីល្ងងនោះព្រោះដែលនៅមានកិលេសព្រោះល្ងងនឹងត្រូវតែជ្រាបច្បាស់អញ្ចឹងបើអស់ល្ងងហើយគ្មានកិលេសលោភៈទោសៈមោហៈគ្រឿងសៅហ្មងទេនៅល្ងងបានវាមានកិលេសដូច្នេះដើម្បីកម្ចាត់បងនៅភាពល្ងងល្ងិតត្រូវតែស្វែងរកពន្លឺប្រទីបគឺបញ្ញាដើម្បីទ្រោលបំភ្លឺនៅសេចក្តីពិតកម្ចាត់បងនៅការល្ងងនោះហើយនឹងកម្ចាត់បងនៅទោសកំហុសកុំឲ្យមានការប្រព្រឹត្តតទៅមុខទៀតណាទេណាសូមអនុមោទនា